អ្នកទាំងអស់គ្នាជួយ share វីដេអូនេះម្នាក់មួយក្នុងការរៀនប្រើប្រាស់ដង្ហើមអញ្ចឹងពេលដែលរៀនដង្ហើមអត់មានអីពិបាកក្នុងវគ្គដំបូងខ្ញុំចង់ឲ្យរៀនតាម technique មួយនេះសិនបងទាំងអស់គ្នាសាកល្បងសិនណាខ្ញុំអត់ទាន់ហ៊ានថាខ្ញុំជា professional អីទេសាកល្បងតាមខ្ញុំសិនទៅគីឡូវិធីនេះអាចជួយបងបានឥឡូវយើងដកដង្ហើមចូលទាំងអស់គ្នាដកដង្ហើមចូលហើយយើងភើតពោះឲ្យអស់យកដង្ហើមមកខ្ទប់ជាមួយនឹងទ្រូងរបស់យើងពេលយើងខ្ទប់ដង្ហើមទៅគឺសួតរបស់យើងចាប់ផ្ដើមបើកហើយទ្រូងរបស់យើងគឺបើកធំរីកធំជាងមុនឥឡូវធ្វើឲ្យអស់ដកចូលឲ្យអស់ទាំងអស់ដកចូលឲ្យអស់ហើយបន្ទាប់មកយើងផ្លុំបង្ហូរវាចូលមកតាមខ្លុយយើងហើយយើងចាប់រុននីមួយៗដោយប្រើប្រាស់ដង្ហើមធូខ្យល់ធូនៅលើតួខ្លុយសំឡេងធំមានន័យថាសំឡេងធំតោះឥឡូវចាក់ស្ដែងទាំងអស់គ្នាខ្ញុំដកដង្ហើមចូលណាហើយផ្លុំមួយអស់ហើយខ្ញុំអស់ដង្ហើមត្រឹមហ្នឹងហើយអញ្ចឹងពេលដែលខ្ញុំផ្លុំធូអញ្ចឹងពេលដែលអស់បងស្កប់ត្រឹមហ្នឹងសិនទៅមិនតាន់ចង់បន្តទៀតទេហាត់មេរៀននេះឲ្យស្ទសិនហាត់ដកដង្ហើមចូលក្នុងឲ្យអស់ធ្វើមិនគឺឲ្យអស់កុំឲ្យសេះសល់ហើយយើងបធូមកវិញតាមមាត់យើងមួយមកតាមរុនខ្លុយហ្នឹងហើយខ្លុយមិនបាច់ហាត់ដង្ហើមតឹងទេកុំតាន់ឲ្យហាត់សំឡេងតឹងយើងយកសំឡេងអុកតាវទាបយកមកហាត់សិនមកហើយប្រើប្រាស់ដង្ហើមនឹងឲ្យអស់ពីលទ្ធភាពវីដេអូនេះមានតែប៉ុណ្្នឹងឯងវីដេអូក្រោយខ្ញុំនឹងបន្តឲ្យបងប្អូនអរគ្នាអរគុណច្រើន